បងប្អូនលើខ្ញុំលើកចង្កេះសពុតខ្នាតធំមួយទៀតណាចង្កេះគាត់123តាទៀត146ពេលមុននឹងយើងលើកចង្កេះយើងចាប់នេះចាប់ភ្នែកជំនាញនឹងឲ្យរៀបចេះមកនេះទៅយកទៅឈោខាងនេះយើងរៀបចឹងដែរមកស្មើនេះយើងរៀបចឹងចានេះពេលដែលយើងរៀបចឹងហើយយើងត្រូវវាស់ចង្កេះស្មើចង្កេះចាយទី2យើងជីបឲ្យនៅប៉ុនចង្កេះចាយទី2ចង្កេះគាត់123អញ្ចឹងពេលចាយទី2វាយើងដេហើយយើងវាស់ពីទី2នេះមកទី2នេះឲ្យដល់សល់61កន្លះត្រូវហើយយើងលើកចង្កេះត្រូវណាយើងវាស់មកសិនមកចាយើងស្ទើរបន្តិចចឹងយើងបន្ថយមកចិត្តតិចបន្ថយមកចិត្តខ្ញុំទៅលើកចង្កេះសពុតដល់ម៉ូតូចិត្តទៅមកឥឡូវនេះ61កន្លះហើយប៉ុណ្ណឹងចាអញ្ចឹងយើងវាស់ចឹងហើយយើងខ្ញុំចូលពីផ្នែកជំនាញនេះ7លេខនេះដើម្បីយើងដាក់ទាំងបាត់ឲ្យចំកន្លែង7លេខចាបើខ្នាតតូចខ្ញុំចូលតែ4លេខ5លេខ6លេខអស់ហើយតែនេះគាត់ចង្កេះគាត់ធំណាអញ្ចឹងខ្ញុំដាក់តែ7លេខចាព្រោះទាំងបាត់ខាងលើហ្នឹងខ្ញុំដក15លេខចេញកុំឲ្យឃើញធំពេកគាត់ស្លៀកវាអត់ស្អាតអញ្ចឹងសពុតនេះយើងរៀងលើកពិបាកជាងអ្នកដែលខ្នាតតូចដោយសារយើងចូលអត់ដល់ណាចានេះចាទាញចឹងមកចាទាញរួមជើងចឹងណានេះទាញចឹងបានហើយនេះកន្លែងផ្ទះបាត់ហ្នឹងទាញឲ្យត្រូវជាមួយនឹងនេះឲ្យចំ7លេខហ្នឹងមកខ្ញុំតែឈោនេះទៅចូលអញ្ចឹងកើតនេះអញ្ចឹងឥឡូវយើងលើកធម្មតាតែសពុតនេះអត់មានចាំបាច់ទាញឲ្យជួយអីទេហើយយើងមើលចុងជើងមើលចុងជើងប៉ុណ្ណឹងណាចាពិបាកថតតិចដោយសារធំមកអញ្ចឹងថតនេះហើយជាមួយខ្ញុំលើកប៉ុណ្នេះជាមួយខ្ញុំវាស់មើលសិនចាដើម្បីឲ្យរួមជើងយើងត្រូវលើកប្រហែលលេខសម្រាប់អ្នកខ្នាតធំអញ្ចឹងខ្ញុំអត់កំណត់ថាប្រហែលទេសំខាន់វាខ្ញុំលើកឲ្យរួមបានប៉ុណ្នេះនេះកន្លែងនេះចំកន្លែងនេះចឹងមកចាអញ្ចឹងកន្លែងនេះខ្ញុំឆប់ឡើង9លេខកន្លះបងប្អូននេះតែពីនឹង9លេខកន្លះចាឥឡូវខាងនេះខ្ញុំលើកប៉ុណ្ណឹងខ្ញុំវាស់មើលសិន6លេខកន្លះខាងនេះ6លេខកន្លះខាងនេះ9លេខកន្លះចាយើងលើកតែប៉ុណ្ណឹងមកចាប់តាមខ្ទាស់មកបងចេះតិចមកស្ពូតស្លាក់ចេះតិចមកចាខ្នាតគាត់ធំគាត់នេះជាង2ម៉ែត្រទៅបានកាត់គ្រប់ខណៈហ្នឹងចាឥឡូវយើងខ្ទាស់បានចឹងហើយយើងត្រឡប់មកខាងនេះវិញបងឲ្យស្អាតចឹងមកចុះ2លេខដូចតែអ្នករៀងតូចអញ្ចឹងទៀតកន្លែងនេះចុះ2លេខដូចគ្នាហើយគូមកពួយឲ្យរៀងកោងចឹងមកចាតោះមកយើងដាក់មកខាងក្រោមមកស្ទូងដៃយើងបានដាក់ដល់ចាបន្ទាប់ពីយើងផ្ដាមកខាងនេះហើយអញ្ចឹងយើងជាចោលមកបងប្អូនដើម្បីយកទៅដាក់ចង្កេះដែលចូលចង្កេះណានេះជានឹងចោលមកចាយើងបានសពុតមួយនេះរួមជើងប៉ុណ្ណឹងបងប្អូននេះចានេះខាងនេះជាស្មើមកស្មើមុតស្អីទៅឥឡូវយើងបានហើយបងប្អូនជួយ follow page អ្នកមួយផងចាជួយ follow TikTok ខ្ញុំអ្នកមួយ page Facebook ខ្ញុំឈ្មោះសាវរីកាត់ដេលេខ1ឈ្មោះដូចក្នុង TikTok ហ្នឹងដែរប៉ុន្តែដាក់ថែមលេខ1ចាអរគុណច្រើន